សំបីតែគោយន្តរបស់យោធាខ្មែរយើងក៏យោធាសៀមហ៊ានលួចកាត់ដែរប៉ុណ្ណឹងហើយនៅអួតខ្លួនជាប្រទេសអ្នកមានទៀតតែធៀបពិតចូលចិត្តឈ្លានពានទឹកដីគេនិងលួចរបស់របរគេ Ôi, y bóc cả. Có miệng lắm. រូបភាពដែលបងប្អូនកំពុងតែទស្សនានេះគឺជាសកម្មភាពរបស់យោធាសៀមបានធ្វើសកម្មភាពលួចគោយន្តរបស់យោធាកម្ពុជាយើងដែលសកម្មភាពវីដេអូនេះត្រូវបានពួកចៅសៀមបង្ហោះក្នុងបណ្ដាញសង្គមសកម្មភាពវីដេអូនេះយើងមើលទៅពិតជាឈឺចាប់មែនទែនចៅសៀមអួតខ្លួនថាជាប្រទេសអ្នកមាននិងជាប្រទេសដែលថ្លៃថ្នូរតែធៀបពិតចរិតថោកទាបមែនទែនសំបីតែគោយន្តរបស់យោធាខ្មែរយើងក៏ពួកគេលួចយកទៅប្រើប្រាស់ដែរយើងឃើញថាសៀមពិតជាមិនអោយខ្មែរយើងរស់នៅបានសុខទេពួកគេតែងតែធ្វើសកម្មភាពគ្រប់បែបយ៉ាងធ្វើបាបខ្មែរយើងកងទ័ពខ្មែរយើងធ្វើឲ្យវេទនាដោយសារតែការឈ្លានពានមហិច្ឆតានៃការចង់បានទឹកដីរបស់ប្រទេសកម្ពុជាយើងតែម្ដងដូចជាករណីនេះយើងឃើញថាគោយន្តរបស់យោធាកងកម្លាំងខ្មែរយើងត្រូវបានពួកគេលួចយកទៅជិះបើកប្រើប្រាស់យ៉ាងរំភើយហាក់មិនខ្លាចឬក៏មិនក្រែងចិត្តខ្មែរយើងទាល់តែសោះតែម្ដងសូមទស្សនាคลิปវីដេអូសកម្មភាពនោះនិងពិចារណាតាមការគួរទាំងអស់គ្នាបងប្អូន